សួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះចង់មកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលយើងផ្គុំផ្កាចាកាត់ពុំខ្ញុំមានវីដេអូហើយរបៀបបិទផ្កាបិទអីក៏មានវីដេអូហើយចានៅឡើយតារបៀបផ្គុំឯចាបងប្អូនគាត់តែងតែឆាតមកសួរថាបងហើយឥឡូវបិទផ្កាក៏ចេះកាត់ពុំក៏ចេះដែរតែរបៀបផ្គុំនេះផ្គុំមិនឥឡូវថ្ងៃនេះនាងខ្ញុំមកផ្គុំផ្កាជូនទៅដល់បងប្អូនទាំងអស់គ្នាចានេះយើងរបៀបកាត់ពុំហ្នឹងវាមានច្រើនបែបចាមួយរបៀបយើងកាត់ជាប់មួយរបៀបយើងកាត់ផ្ដាច់តែយើងកាត់ផ្ដាច់ក៏ស្អាតម្យ៉ាងភ្ជាប់ក៏ស្អាតម្យ៉ាងដែរចានេះម៉ូតបេះដូងធ្វើ5ស្លឹកណាចាហើយកដាលយើងបិទហ្នឹងចាបិទទាំងហ៊ូជាមួយនឹងផ្កាផុតហ្នឹងក៏ខ្ញុំមានធ្វើវីដេអូហើយដែរចាអញ្ចឹងបងប្អូនដែលថាគាត់ចូលក្រោយអត់ចេះអាចចូលទៅមើលបានរបៀបបិទផ្កាផុតជាមួយនឹងផ្កាតង្ហួអីចានេះយើងផ្គុំយើងដាក់ចេះមកចាដោយរូបខ្ញុំបង្ហាញជូនអញ្ចឹងណាអ្នកនរគ្នាវិធីធ្វើនេះខ្ញុំអត់មានលាក់លៀមអីទេបងប្អូននៅចាបង្ហាញជូនអ្នកនរគ្នាយល់អស់ចានេះយើងផ្គុំអញ្ចឹងណាចាយើងចងលួសឲ្យជាប់ហើយយើងរៀងសេរីចាសេរីឲ្យត្រូវស្លាយគ្នាល្អហើយយើងយកភ្លើងបាញ់កៅហ្នឹងបាញ់បិទភ្ជាប់ជាមួយនឹងបដូលផ្កាចាបិទបន្តិចទៅជាប់ល្អចាយើងបិទឲ្យគ្រប់ស្លាយទៅចាផ្កានេះខ្ញុំធ្វើម៉ូតនេះមាន5ស្លាយចាអញ្ចឹងយើងបិទបន្តិចមកចាឲ្យបានគ្រប់ស្លាយមកគឺជាប់ហ្មងអត់មានលបោទេតែរៀងថ្នមដៃតិចណាអ្នកនរគ្នាតែដៃធ្ងន់នេះអាចលបោដែរម៉ូតនេះយើងកាត់រូបរាងជាបេះដូង5ស្លាយមកផ្គុំចូលគ្នាបានជារូបរាងអញ្ចឹងតែយើងបន្ថែមស្លឹកស្លឹកខ្ញុំធ្វើ3ស្លឹកទៀតចាប៉ុណ្ណេះហើយយើងទាញព្រុយដែលយើងបិទកៅនឹងចេញទៅចាប៉ុណ្ណេះយើងរួចបាត់ហើយចានេះស្លឹកអញ្ចឹងឥឡូវយើងមកមើលយើងផ្គុំស្លឹកម្ដងចាស្លឹកហ្នឹងយើងដាក់តាមអញ្ចឹងទៅចាវែងខ្លីខ្ពស់ទៀតអញ្ចឹងណាអូយបងប្អូនទាំងអស់គ្នាឃើញតែវីដេអូនេះចេះផ្គុំបាត់ហើយអត់អីពិបាកទេចាគ្រាន់ថាពីពេលមុនហ្នឹងអត់សូវមានពេលឥឡូវក៏អត់សូវដែរតែឆ្លៀតបងប្អូនគាត់ឆាតមកសួរថាចង់ធ្វើម៉ូតបិទផ្កាអញ្ចឹងតែអត់ចេះផ្គុំអញ្ចឹងថ្ងៃនេះផ្កាស្នេហ៍មកបង្ហាញពីរបៀបផ្គុំជូនទៅដល់បងប្អូនទាំងអស់គ្នាចាបើសិនជាផ្គុំហើយមានបញ្ហាឆ្ងល់កន្លែងណាចាអាចឆាតមកសួរបានចានាងខ្ញុំរីករាយនឹងការចែករំលែកចាប៉ុណ្ណេះចារួចរាល់ជាស្រេចចាងាយតែស្អាតខ្លាំងចាអរគុណច្រើនសម្រាប់ការស្រឡាញ់ជួយចិត្តផ្កាស្នេហ៍កន្លងមកចាអរគុណមែនតើជូនពរបងប្អូនទាំងអស់គ្នាចាក្រងផ្កាបានស្អាតទាំងអស់គ្នាចាបាយបាយ